រកដងតែងតែឃើញវីដេអូរបស់ខ្ញុំថតនៅរមណីយដ្ឋានផ្សេងៗថ្ងៃនេះខ្ញុំមក review នៅកោះដាច់វិញម្ដងដែលជាទីលំនៅឋានរបស់ខ្ញុំជាក់ស្ដែងវីដេអូដែលថតផ្សព្វផ្សាយនិយាយអំពីកោះដាច់នេះគឺអ្នកទាំងអស់គ្នាប្រកាសជាបានឃើញច្រើនហើយអញ្ចឹងខ្ញុំមិនចាំបាច់រៀបរាប់និយាយរាយរាប់អីច្រើនទេនាំអ្នកទាំងអស់គ្នាជិះឆ្វែមកជុំមើលទេសភាពស្អាតៗនៅលើកោះដាច់ថានៅលើកោះដាច់នេះមានអីខ្លះ Let's go ចឹងដូចអ្នកទាំងអស់គ្នាបានឃើញចឹងនៅតាមដងផ្លូវគឺមានតែផ្ទះហើយនឹងដើមឈើហើយនឹងផ្ទះស្អីគេអូខេនិយាយលេងទេចឹងដូចបានឃើញជាក់ស្ដែងចឹងនៅតាមមុខផ្ទះគឺមានដាំអមនៅតាមដងផ្លូវហ្នឹងមានដើមផ្កាក្ងោកមានអីផ្សេងចឹងទៅឃើញថាហេដ្ឋារចនាសម្ព័ន្ធនៅលើកោះដាច់គឺពិតជាស្អាតមែនតើផ្លូវក៏ស្អាតមិនលំបាកដូចមុនហើយនៅផ្ទះខ្លះក៏មានដើមត្នោតនៅតាមអមមុខផ្ទះដែលរក្សាបាននៅរចនាសម្ព័ន្ធបែបជនបទមើលទៅគឺពិតជាគួរឲ្យទាក់ទាញពិតមែនសម្រាប់អ្នកចូលចិត្តទេសភាពបែបនេះចឹងយើងមកឆ្វែនៅកោះញ៉ាតីបន្តិចសិនមុននឹងយើងបន្តទៅកោះដាច់យើងបន្តទៀតឃើញថានៅលើស្ពានកោះញ៉ាតីនេះយើងអាចមើលទៅឃើញទេសភាពនៅទីក្រុងភ្នំពេញហើយបើសិនជាមានថ្ងៃលិចទៀតគឺកាន់តែស្អាតទៀតព្រោះនៅជាប់មាត់ទឹកចំពោះខ្ញុំចូលចិត្តទស្សនវិជ្ជាបែបនេះជាងដោយសារតាវាដាច់ឆ្ងាយពីទីក្រុងហើយជាលក្ខណៈជនបទមិនសូវមានមនុស្សអ៊ូអរច្រើនដូចនៅក្នុងទីក្រុងយើងឃើញថាមានពុកម៉ែបងប្អូនយើងគាត់ប្រកបរបរជាលក្ខណៈគ្រួសារដូចជាលក់ដូររបស់របរចំណីអាហារសម្រន់ផ្សេងចឹងយើងបកត្រឡប់មកកោះដាច់យើងវិញក្រោយពីយើងជិះឆ្វែមើលកូនក្រមុំកោះយ៉ាងទៅមួយជុំរួចមកចឹងដោយសារតែយើងជិះរៀងយូរដែរហើយរកកន្លែងញ៉ាំអីតិចសិនចឹងកន្លែងញ៉ាំអីនេះអ្នកនៅកោះដាច់ភាគច្រើនគឺគាត់ស្គាល់ហើយកន្លែងរបស់គាត់នេះគឺនៅជិតវត្តក្រពុំពេជ្រហើយវត្តកោះដាច់កន្លែងគាត់ខ្ញុំចូលចិត្តមកដោយសារតែកន្លែងគាត់បើកយូរហើយតាំងពីខ្ញុំនៅក្មេងៗចឹងកុំឲ្យខាតពេលសុំ cinematic មួយមិនដែរតំណងឯងបើសិនជាតំណងកុំភ្លេចមកគ្រប់ត្រូលកន្លែងគាត់ផងហើយចំពោះតម្លៃគឺសមរម្យហើយអនាម័យស្អាតទៀតផងកន្លែងគាត់នេះអត់មាន sponsor ទេគ្រាន់តែចង់ណែនាំអ្នកដែលមកលេងគាត់ដែលបានស្គាល់កន្លែងញ៉ាំអីតោះកុំឲ្យហោហែទៅបែរលោតច្រើនពេកយើងបន្តទៅមុខតទៀតឥឡូវនាំអារម្មណ៍អ្នកទាំងអស់គ្នាមកគយគន់ទេសភាពមាត់ទន្លេទីតាំងនេះគេហៅថាវត្តក្បាលកោះចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយ